មជ្ឈមណ្ឌលហត្ថការរបស់ HR Cambodia HR Cambodia Training and Development Center វគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកមានគំនិតអភិវឌ្ឍវគ្គសិក្សានេះសិក្សាអំពីគំនិតនិងការគិតវិធីសាស្ត្រនៃការប្រើប្រាស់គំនិតរួមមានការស្វែងយល់ប្រភេទនៃគំនិតប្រសិទ្ធភាពនៃការគិតការប្រើប្រាស់គំនិតឲ្យអស់លទ្ធភាពស្វែងយល់ពីគំនិតវិជ្ជមាននិងអវិជ្ជមានគំនិតជោគជ័យគំនិតបរាជ័យគំនិតអ្នកមាននិងអ្នកក្រគន្លឹះនៃការគ្រប់គ្រងការដឹកនាំសមត្ថភាពខួរក្បាលនិងការប្រើប្រាស់ខួរក្បាលតើការរៀនដើម្បីពូកែខុសពីការរៀនដើម្បីសម្រេចគោលដៅដែរឬទេការដាក់គោលដៅលើការសិក្សាការរៀបចំផែនការសិក្សាការរៀបចំកាលវិភាគគ្រប់គ្រងការសិក្សាគន្លឹះនៃការរៀនឆាប់ចេះឆាប់ចាំនិងងាយយល់វិធីសាស្ត្របច្ចេកទេសនៃការរៀនសូត្រដ៏ត្រឹមត្រូវនិងដ៏ឆ្លាតវៃដំណោះស្រាយបញ្ហានានាលើការសិក្សាការឲ្យតម្លៃការគ្រប់គ្រងនិងការយកឈ្នះខ្លួនឯងការរំដោះគុណវិបត្តិនិងបង្កើនគុណសម្បត្តិការកំណត់គោលដៅការធ្វើដំណើរទៅរកគោលដៅនៃជីវិតរបៀបបង្កើតជំនឿនិងក្តីសង្ឃឹមមនុស្សនឹងភាពជោគជ័យក្នុងការងារមនុស្សនឹងភាពជោគជ័យក្នុងមុខរបរការដកខ្លួនពីភាពក្រីក្រនិងពីការលួចខ្លួនឯងការលុបបំបាត់ភាពភ័យខ្លាចគន្លឹះនៃការគ្រប់គ្រងអារម្មណ៍និងការប្រើប្រាស់អារម្មណ៍គន្លឹះនៃការទូន្មានរៀបចំផែនទីអនាគតកូនដែលតាមដំណាក់កាលនីមួយៗនៃអាយុគន្លឹះនៃការដោះស្រាយបញ្ហានានាក្នុងគ្រួសារនិងសង្គមរបៀបនៃការប្រើប្រាស់ស្នៀតឥទ្ធិពលអំណាចនិងបារមីរបស់មនុស្សរូបមន្តនៃការវិតម្លៃដៃគូដើម្បីជ្រើសរើសដៃគូរបៀបនៃការទំនាក់ទំនងការប្រើប្រាស់អាកប្បកិរិយានិងអិរិយាបថក្នុងសង្គមឲ្យបានត្រឹមត្រូវការគិតគំនិតជោគជ័យលោកអ្នកត្រូវតែជាមនុស្សស្គាល់ឱកាសស្វែងរកឱកាសប្រមូលឱកាសនិងបង្កើតឱកាសដូច្នេះគួរតែឆ្លៀតឱកាសដើម្បីភាពជោគជ័យនៃជីវិតគោលគំនិតទាំងនេះមាននៅក្នុងវគ្គសិក្ខាសាលាថ្ងៃទី26-27 ខែកញ្ញាឆ្នាំ2015ខាងមុខនេះតម្លៃសិក្សា$55មានអាហារសម្រន់4ពេលទីតាំងសិក្សានិងកាលបរិច្ឆេទចូលរៀនចុះឈ្មោះរៀងរាល់ថ្ងៃសិក្សានៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យទី26និង27ខែកញ្ញាឆ្នាំ2015ពីម៉ោង7ដល់ម៉ោង12ព្រឹកនិងពីម៉ោង1ដល់ម៉ោង8:30នាទីយប់គារ CD ផ្លូវ298កែង189សង្កាត់អូឡ িম্প ិកខណ្ឌចំការមនរាជធានីភ្នំពេញទូរស័ព្ទលេខ017 678 900 បន្ទាប់ពីចប់ការសិក្សាមានផ្ដល់ជូនវិញ្ញាបនបត្រសិក្សាដែលចេញដោយសាកលវិទ្យាល័យធនធានមនុស្សឧទ្ទេសនាមដោយបណ្ឌិតឯកមនោសែនសាកលវិទ្យាធិការនៃសាកលវិទ្យាល័យធនធានមនុស្សហៅលោកគ្រូមនោវាគ្មិនដោះស្រាយវិបត្តិស្នេហានិងគ្រួសារ